ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ីបានប្រាប់ប្រធានាធិបតីលោកវ្លាឌីមៀពូទីនកាលពីថ្ងៃសុក្រថាកងកម្លាំងរុស្ស៊ីដណ្ដើមបានទីក្រុងកូស្តាន់ទីវនីកាមកគ្រប់គ្រងទាំងស្រុងហើយនៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយហើយជាគោលដៅដែលទីក្រុងមូស្គូព្យាយាមដណ្ដើមអស់រយៈពេលជាយូរមកហើយដែរក្នុងការវាយលុករបស់ខ្លួននៅតំបន់ដូណេតតាមរយៈរូបភាពជាវីដេអូឃ្លីបក្នុងពេលបំពេញទស្សនកិច្ចនៅឯទីបញ្ជាការយោធានិងទទួលរបាយការណ៍ពីមានបញ្ជាការកម្ពុជាលោកពូទីនបានសរសើរថាការកាន់កាប់ទីក្រុងថ្មីមួយបន្ថែមទៀតនេះរបស់អ៊ុយក្រែនគឺជាសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់រុស្ស៊ីលោកពូទីនថែមទាំងបាននិយាយទៀតថាកងទ័ពរុស្ស៊ីត្រូវបង្កើនទំហំតំបន់សុវត្ថិភាពដើម្បីឆ្លើយតបនឹងការវាយប្រហារពីចម្ងាយឆ្ងាយពីអ៊ុយក្រែនដែលភាគច្រើនផ្ដោតទៅលើឧស្សាហកម្មរបស់ប្រេងរុស្ស៊ីដោយឡែកអ៊ុយក្រែនមិនបានធ្វើការអធិប្បាយណាមួយអំពីការអះអាងលម្អិតរបស់រុស្ស៊ីថាបានដណ្ដើមកាន់កាប់ទីក្រុងកូស្តាន់ទីវនីកានេះឡើយទេស្របពេលដែលទីក្រុងគៀវបន្តភាពស្ងប់ស្ងាត់ចំពោះភាពជោគជ័យដែលទីក្រុងមូស្គូអះអាងនេះចំណែកលោកឧត្តមសេនីយ៍វ៉ាលីសេរ៉ាសេម៉ូដែលជានាយសេនាធិការកងទ័ពរុស្ស៊ីបានប្រកាសអំពីការកាន់កាប់ទីក្រុងកូស្តាន់ទីនីវកានេះក្នុងរបាយការណ៍ស្តីពីដំណើរការសង្គ្រាមដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទី8ហើយតាមរយៈរបាយការណ៍របស់ខ្លួនមន្ត្រីយោធារូបនេះបាននិយាយថាក្រុមកងទ័ពភៀកខាងត្បូងកំពុងធ្វើប្រតិបត្តិការវាយលុកដើម្បីរំដោះតំបន់ដូណេតទាំងមូលដែលជាផ្នែកមួយនៃតំបន់ដុនបាសដែលរុស្ស៊ីបានសន្យាថានឹងព្យាយាមដណ្ដើមគ្រប់គ្រងជាគោលដៅសំខាន់នៃសកម្មភាពសង្គ្រាមរបស់ខ្លួនហើយលោកពូទីនក៏បាននិយាយទៀតថាទីក្រុងដែលរុស្ស៊ីដណ្ដើមកាន់កាប់បាននេះគឺជាចំណុចសំខាន់ខាងយុទ្ធសាស្ត្រជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ចាំបាច់និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយរបស់ដុនបាសនៃទឹកដីរបស់អ៊ុយក្រែនផ្ទុយពីការអះអាងនេះទៅវិញលោកហ្វ្លូឌីមៀ សេឡិនស្គីនិងមន្ត្រីផ្សេងទៀតបាននិយាយថាការរីកចម្រើនរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនមិនមែនជាការពិតឡើយចាប់តាំងពីដើមឆ្នាំមុនមកហើយកងកម្លាំងយោធារបស់ទីក្រុងគៀវក៏បានដណ្ដើមយកទីតាំងមួយចំនួនដែលរុស្ស៊ីធ្លាប់ដណ្ដើមបានត្រឡប់មកវិញដែរមកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងរបស់សេតាប៊ីមៀនដែលលោកត្រាំបានផ្ដួចផ្ដើមដើម្បីឲ្យមានសន្តិភាពក្នុងការបញ្ចប់ចំនួនរវាងអ៊ុយក្រែននិងរុស្ស៊ីត្រូវជាប់គាំងមូលហេតុដែលសំខាន់នោះគឺដោយសារតែនៅពេលនេះអាមេរិកខ្លួនឯងក៏កំពុងតែជាប់ដៃក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ដោះមិនទាន់ចេញនៅឡើយផងថាត់ក្រមហេតុផលនេះទំនងជាវិបត្តិនៅអ៊ុយក្រែនក្រោយពីរុស្ស៊ីចូលឈ្លានពានដោយឯកតោភាគីអាចនឹងមិនងាយរកច្រកចេញបាននោះឡើយទោះជាភាគីទាំងពីរហាក់បង្ហាញសុទិដ្ឋិនិយមថានឹងរកមធ្យោបាយដើម្បីដោះបញ្ចប់វិបត្តិសង្គ្រាមនេះយ៉ាងណាក្តី